បាទខ្ញុំបាទសូមលំអរកាយគោរពនឹងជម្រាបសួរបងប្អូនអ្នកគ្នាដែលកំពុងតាមដានទេសនាថ្ងៃនេះបាយអារម្មណ៍បងប្អូនអ្នកគ្នាមកតាមដាននៅទស្សនវិជ្ជាទាំងស្រុងក៏ដូចជាបងប្អូនអ្នកគ្នាមកទេសនានៅប្រាង្គប្រាសាទខ្មែរដ៏ល្អពិសេសបាទនៅក្នុងទឹកដីនៃខេត្តសៀមរាបជាទឹកដីដ៏អច្ឆរិយៈសម្បូរបែបជាមួយនឹងប្រាង្គសិលាប្រាង្គប្រាសាទផ្សេងៗដែលបុព្វបុរសដូនតាយើងបានកសាងរក្សាទុកឲ្យកូនចៅចំនួនក្រោយគាត់បានយល់ដឹងពីចម្លាក់បុព្វរចនាក៏ដូចជាការយល់ដឹងបាទពីទំនៀមទម្លាប់ប្រពៃណីនិងសាសនាបាទនាដើមសម័យអង្គរងាកមកខាងនេះវិញជាមួយនឹងប្រាង្គប្រាសាទដ៏ល្អឯកឥតខ្ចោះបាទមួយខេនពីនៅក្នុងលោកនេះបាទជាមួយនឹងប្រាង្គប្រាសាទស្អាតល្អឥតខ្ចោះបាទជាមួយនឹងប្រាសាទបាគងបាទប្រាសាទបាគងនេះបានកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី1នៅក្នុងគ្រិស្តសករាជ881នៅចុងសតវត្សទី9បាទប្រាសាទបាគងនេះកសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុបាទដែលកាលនោះតកតងនឹងព្រហ្មញ្ញសាសនាគឺព្រះវិស្ណុជាធំដែលមានមត្តរិទ្ធដើមសម័យអង្គរប្រាសាទនេះជាប្រាសាទខ្មែរដំបូងគេបង្អស់ហើយដែលបានកសាងពីថ្មភក់ដែលមានការដ្ឋានបាទនៅក្បែរអូរថ្មបាទនេះជាតាមការស្រាវជ្រាវរបស់បុរាណវិទូបាទដែលស្ថិតនៅចំកណ្ដាលនៃរាជធានីហរិហរាល័យបាទជាទីក្រុងដំបូងបាទប្រកបដោយចម្លាក់បុបាច់បែបព្រះមញ្ញនិយមបាទដើមឈ្មោះដើមនៃបុញនិធានអង្គរនេះត្រូវបានហៅថាថ្មកែវនៃអេស័កឈ្មោះដើមណាបងប្អូនបាទប្រាសាទបាគងត្រូវបានអនុលោមតាមលោកធាតុឥណ្ឌូខ្មែរបាទដែលបងប្អូនបានដឹងថាប្រាង្គកណ្ដាលនៃប្រាសាទនេះពិតជាបាទតំណាងគេធ្វើឡើងតំណាងឲ្យភ្នំព្រះសុមេបាទបងប្អូនមកឃើញប្រាង្គកណ្ដាលនេះគឺមានបុបាច់រចនាស្អាតបងប្អូនមើលទៅស្តៀងនឹងប្រាង្គឬក៏កំពូលអង្គរមែនទេបងប្អូននៅក្នុងនោះក៏មាននៅក្នុងរូបិយប័ណ្ណกระดาษប្រាក់50000រៀលបងប្អូននឹងឃើញបងប្អូនអាចបែរពីទិសខាងកើតបងប្អូនឃើញដំរីជាមួយនឹងកំពូលមួយបាទដែលហៅថាកំពូលឬក៏ប្រាង្គបាទងាយយល់កំពូលបងប្អូនឃើញហ្នឹងគឺជាកំពូលបាទដែលភាសាបច្ចេកទេសគេហៅថាតួប៉មឬក៏ប្រាង្គបាទនៅចំនៃប្រាសាទបាគងនេះបាទគឺបងប្អូនពិតជាបានឃើញនៅក្នុងกระดาษប្រាក់រូបិយប័ណ្ណ50000រៀលមានរូបដំរីជាមួយនឹងប្រាង្គកណ្ដាលហ្នឹងបងប្អូនអាចយកមកផ្ទៀងផ្ទាត់មើលបានបាទនៅក្នុងរូបិយប័ណ្ណกระดาษប្រាក់50000រៀលបាទបងប្អូនប្រាសាទនេះបានជួសជុលឡើងវិញបាទនៅសតវត្សទី12ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2បាទមានន័យថាត្រូវបានស្ថាបនាឡើងវិញបាទឬក៏ជួសជុលម្ដងទៀតបាទនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2ផងដែរបាទនេះជាខ្លីៗបាទសម្រាប់តកតងនឹងប្រាសាទបាគងហើយដែលមានក្បូរក្បាច់រចនាស្អាតថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមហើយក៏មានប្រាង្គនៅជុំវិញដែលធ្វើអំពីឥដ្ឋដុតបាទបងប្អូនយើងណាបាទអញ្ចឹងបងប្អូនឥដ្ឋដុតលាយជាមួយថ្មបាយក្រៀមឬក៏ថ្មភក់បាទអញ្ចឹងនៅប្រាង្គឬក៏ប៉មជុំវិញបងប្អូនបានឃើញហ្នឹងគឺធ្វើអំពីឥដ្ឋដុតបាទហើយក្នុងនោះដែរក៏លាយជាមួយថ្មភក់ឬក៏ថ្មបាយក្រៀមផងដែរបាទជាមួយនឹងក្បូរក្បាច់រចនាដ៏ល្អឯកក្នុងនោះក៏មានតាមតសផ្ដែគឺមានសិលាចារឹកបាទបែបជាភាសាសំស្ក្រឹតបាទខ្ញុំបានមើលមិនយល់មិនដឹងថាវាបែបម៉េចទេណាបងប្អូនអាចទេសនាហើយក៏ដូចជាតួអង្គនៃប្រាសាទផ្សេងៗបងប្អូនអាចបាទប្រាង្គកណ្ដាលនៃប្រាសាទបងប្អូនបានឃើញមានកំពូលមួយឬក៏ប្រាង្គមួយដែលខ្ពស់ជាងគេបាទគឺយើងមើលពីលើបាទពីកំពូលប្រាសាទបងប្អូនទេសនានៅជុំវិញគឺមានទិដ្ឋភាពដ៏ស្រស់ស្អាតបាទនៅជុំវិញហ្នឹងបាទជាមួយនឹងគូបុរៈបាទនៅព័ទ្ធជុំវិញមានកំពែងទឹកបាទមើលទៅស្តៀងនឹងរចនាបថប្រាសាទអង្គរផងដែរនៅជុំវិញមានកំពែងព័ទ្ធជុំវិញបាទបងប្អូនគឺមានភាពស្រស់ស្អាតណាស់អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចណាមកទេសនាបានឆាន់កកបានអញ្ចឹងទីតាំងគឺងាយរកទេនៅក្នុងភូមិប្រាសាទបាគងស្រុកប្រាសាទបាគងនៃខេត្តសៀមរាបបាទនេះគឺជាជ្រុងមួយបាទគ្រប់ជ្រុងឬក៏ប៉មនៃប្រាសាទនីមួយៗគឺមើលទៅគឺការពិពណ៌នាឥតខ្ចោះបានជាមួយនឹងចម្លាក់ឬក៏ហៅថាថ្មចេះនិយាយបាទសម្រាប់បុរាណពិទូក៏ប្រឹងប្រែងស្រាវជ្រាវដើម្បីទុកជាប្រវត្តិសាស្ត្រឬក៏សម្រាប់ឲ្យបងប្អូនកូនចៅក្មេងៗជំនាន់ក្រោយបានយល់ពីវប្បធម៌ទូទៅបាទនៅក្នុងបណ្ដាប្រាសាទនីមួយៗនៅក្នុងប្រទេសកម្ពុជាក៏ដូចជាទឹកដីសុវណ្ណភូមិអច្ឆរិយៈរបស់យើងផងដែរបាទយ៉ាងណាមិញយើងងាកមកខាងនេះបាទជាមួយនឹងប្រាសាទបាគងរបស់យើងនេះគឺសម្រស់
ទេសភាពស្អាតមែនទែនបាទនៅជុំវិញកាប់ពីថ្នាក់ក្រោមជាន់ក្រោមរហូតដល់កំពូលគឺបងប្អូនមើលទៅគឺអត់មានកន្លែងណាដែលតាក់ចិត្តទេគឺសម្រាប់សុខភាពទេសភាពខ្យល់បរិយាកាសល្អពិសេសមែនបងប្អូនអរគ្នាក្នុងនោះក៏មានការនិយាយយ៉ាងច្បាស់លាស់ហ្មត់ចត់ពីតកតនការប្រាសាទដូចជាការរស់នៅបងប្អូននៅក្នុងសម័យនោះបាទពិតជាអស្ចារ្យណាស់ដូនតារបស់យើងបាទគាត់បានបន្សល់ទុកនៅទឹកដីដ៏អច្ឆរិយៈដ៏ផូរផង់បាទជាមួយនឹងតួអង្គនៃប្រាសាទនីមួយលោកបានខិតខំបាទទុកឲ្យបន្សល់ទុកបាទសម្រាប់កូនចៅជំនាន់ក្រោយបាទចុងក្រោយនេះរាល់កំហុសឆ្គងពាក្យពេចន៍ឯណាមួយដែលខ្ញុំបានធ្វើការអធិប្បាយតកតងនឹងប្រាសាទលើលួសខុសឆ្គងយ៉ាងណាក៏សូមអព្យាស្រ័យខន្តីអភ័យទោសផងបាទព្រោះខ្ញុំនេះគឺគ្រាន់តែតាមការមើលឃើញនិងការយល់ដឹងបន្តិចបន្តួចតែប៉ុណ្ណោះមានការយល់ដឹងអីនោះទេបាទព្រោះតកតងនឹងការដំណើរកំសាន្តតាមបណ្ដាប្រាសាទមួយគាត់តែចង់ដឹងឲ្យបងប្អូនបានឃើញបានយល់ខ្លះជាមួយនឹងប្រាសាទប្រាសាទនោះមានអ្វីខ្លះនៅក្នុងនោះចែកជូនបងប្អូនគាត់ទេសនាប៉ុណ្ណេះអញ្ចឹងរកកំហុសឆ្គងពាក្យពេចន៍ឯណាថាអធិប្បាយដល់លួសសូមបងប្អូនដែលមានជំនាញពាក់ព័ន្ធសូមលោកខន្តីអភ័យទោសបាទមានបញ្ហាណាមួយសូមបងប្អូនជួយ comment ខាងក្រោមបាទខ្ញុំនឹងកែតម្រូវរាល់កំហុសឆ្គងយ៉ាងណាដែលបានកើតឡើងបាទជាចុងក្រោយនេះខ្ញុំបាទសូមលំអរកាយគោរពនឹងជម្រាបលាបងប្អូនត្រឹមតែប៉ុណ្ណេះសូមសុខពរជ័យសិរីសួស្តីដល់បងប្អូនអរគ្នាបាទមានជោគមានជ័យគ្រប់ពេលគ្រប់លារដំណើរកំសាន្តទៅណាបងប្អូនបាទទទួលបានសុខសុវត្ថិភាពបាទទៅមកគណៈពេលនេះខ្ញុំបាទសូមលំអរកាយគោរពនឹងជម្រាបលាបាទបងប្អូនតែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នាក្នុងឱកាសក្រោយទៀតបាទសូមជម្រាបលាបាទ